Bạn chấm điệp xua bằng bóng vơ trò lọc màu vinh cho mùi nâng video tí bay bà dân to về video muốn được khiêm son để giá cho mùi bóng bóng cả muốn nhầm tha nâng tranh video tẹa tông cho mùi nâng ca chạp chiết bà khiêm nâng bình dúl tẹa tông cho mùi rụp bếp đà mà nút sạch chạp chiết nó cứ chạp chiết đôi rụp bếp nà bà chắc nếu cứ chia rụp môn này ca chạp chiết đó bà cứ dân sắc xa tam nâng bà y cô nói xin IFE đọc IFE pre conបញ្ជូនដកប្រេកង់ទទួលឌីគឺ distance គឺគម្លាតដូចថាអ្នកស្លាប់ហើយនឹងអ្នកដែលក្មេងដែលចាប់ជាតិហ្នឹងស្ថិតនៅភូមិស្រុកមួយគ្នាអត់ឆ្ងាយពីគ្នាប៉ុណ្ណាហ្នឹងគឺតំណាងឲ្យ D ណាហើយនេះគឺតំណាងឲ្យអារម្មណ៍របស់មនុស្សដែលគាត់ស្លាប់ហ្នឹងទៅពេលដែលគាត់ស្លាប់ហ្នឹងគាត់ស្លាប់ក្នុងស្ថានភាពបែបម៉េចក្នុងស្ថានភាពរន្ធត់ញាប់ញ័រឈឺចាប់ខ្លោចផ្សាយ៉ាងម៉េចនេះគឺតំណាងឲ្យ E ហ្នឹងណាហើយអានេះគឺប្រេកង់នៅក្នុងចក្រវាឡស្រាប់ដែលមានស្រាប់ដែលយើងនិយាយវីដេអូមុនយើងនិយាយតាក់ទងមួយមនសិកាហ្នឹងគឺអាហ្នឹងហើយអានេះគឺប្រេកង់ទទួលហ្នឹងគឺ DNA របស់ក្មេងរបស់ទារកហ្នឹងតើក្មេងទារកនៅក្នុងផ្ទៃហ្នឹងDNA របស់គាត់បើកប្រេកង់ប្រមាណរំញ័រនៃរាងកាយរបស់គាត់ខួរក្បាលនិយាយរួមមកទូខ្លួនរបស់គាត់ហ្នឹងប្រេកង់របស់គាត់ហ្នឹងវាស៊ីជាមួយប្រេកង់មនសិកាដែលមាននៅក្នុងចក្រវាឡហ្នឹងស្រាប់ឲ្យអត់បាទហើយ D ដូចជំរាបជូនបងប្អូនហ្នឹងគឺតំណាងឲ្យ dis គឺភាសាអង់គ្លេសហៅ distance ហ្នឹងគឺគម្លាតណាបាទគម្លាតរយៈចម្ងាយប្រវែងទីតាំងភូមិសាស្ត្រដែលពួកគាត់មានតំណែងគ្នារវាងអ្នកស្លាប់និងក្មេងដែលកើតមកហ្នឹងគឺការគម្លាតនៃការរស់នៅស្រុកភូមិមួយគ្នាហ្នឹងវាប៉ុណ្ណាហ្នឹងគឺតំណាងឲ្យ D ណាបាទអញ្ចឹងដើម្បីយល់តាក់ទងជាមួយនឹងរបៀបនៃការចាប់ជាតិយើងនិយាយទៅទ្រឹស្ដីដើមរបស់យើងគឺទ្រឹស្ដីមនសិកាបាទជាទ្រឹស្ដីមូលដ្ឋានគ្រឹះរបស់យើងគឺមនសិកាគឺយើងនិយាយឲ្យងាយស្រួលយល់តាមភាសាខ្មែរយើងនិយមហ្នឹងគឺយើងនិយាយថាព្រលឹងមនុស្សយើងម្នាក់ហ្នឹងគឺវាមានព្រលឹងហ្នឹងមិនមែនមានរូបរាងដូចមនុស្សយើងទេព្រលឹងហ្នឹងគឺជារលកប្រេកង់ដែលវាមាននៅក្នុងចក្រវាឡហ្នឹងរួចស្រេចទៅហើយចំណែកមនុស្សយើងម្នាក់វាគ្រាន់តែជាវត្ថុដែលកើតមកហើយបើកចំប្រេកង់មួយហ្នឹងបាទអញ្ចឹងក៏ប្រចាំងទៅជាជីវិតរបស់មនុស្សហ្នឹងអញ្ចឹងទៅហើយមនុស្សនោះកើតមកបើកជីវិតវាស្មើនឹងវត្ថុមួយកើតឡើងមកហើយពេលដែលវត្ថុចាប់ដើមកកើតគេបើកប្រេកង់ចំប៉ុស្តិ៍វត្ថុមួយណាវាលោតចូលវាទទួលប្រេកង់ប្រចាំងប្រេកង់វត្ថុមួយហ្នឹងណាប្រចាំងព័ត៌មានពីវត្ថុមួយហ្នឹងទៅអាហ្នឹងវាយើងហៅថាជាជីវិតមួយអញ្ចឹងនៅពេលដែលមនុស្សនឹងស្លាប់គ្រាន់តែជាវត្ថុខូចទេប៉ុន្តែរលកទិន្នន័យសំទោសរលកសញ្ញារបស់គាត់គឺនៅតែប្រចាំងមកចឹងពីស្ថានីយវត្ថុហ្នឹងគឺវានៅតែប្រចាំងមកវានៅប្រកបនៅក្នុងចក្រវាឡហ្នឹងនៅក្នុងវិមាត្រទី5និងទី6ហ្នឹងគឺវានៅតែមានរលកសញ្ញាអញ្ចឹងគាត់ថាវត្ថុដែលធ្លាប់តែបញ្ចាំងរលកសញ្ញានោះបានខូចបាត់ទៅហើយអញ្ចឹងរងចាំវត្ថុថ្មីកើតមកបើកចំប្រេកង់ហ្នឹងអញ្ចឹងវាលេងទៅដែរវាលេងភ្លេងហ្នឹងទៀតដែរអញ្ចឹងណាបាទអញ្ចឹងនៅពេលដែលមនុស្សម្នាក់ស្លាប់បើសិនជាមនុស្សយើងម្នាក់សុទ្ធតែចាប់ជាតិតែទាំងអស់ហ្នឹងគ្រាន់តែថាយើងអត់ដឹងឯអ្នកខ្លះចាំជាតិដោយសារតែនេះដឹងតែម្នាក់ហ្នឹងចាំជាតិអីហ្នឹងគឺយើងដោយសារតែនេះកម្លាំងហ្នឹងវាធំណាកម្លាំងនេះអារម្មណ៍ហ្នឹងវាធំតែកាលណាកម្លាំងអារម្មណ៍វាធំកើតមកគឺយើងដឹងថាអូក្មេងនឹងចាំជាតិអូនេះនោះចាំជាតិក្មេងនេះចាំជាតិក្មេងនេះត្រូវម្នាក់នោះចែកចូលមកចាប់ជាតិណាដោយសារតែកម្លាំងហ្នឹងវាធំហើយកម្លាំងហ្នឹងមានគ្រប់តែគ្នាហ្នឹងគ្រប់មនុស្សយើង1លានអ្នកវាមានទាំង1លានអ្នកហ្នឹងហ្នឹងព្រោះយើងទាំងអស់គ្នាគឺសិតតែមានមនុស្សជាតិមុនមកចាប់ជាតិទាំងអស់គ្រាន់ថាបើហ្នឹងតូចគឺយើងអត់ដឹងទេយើងកើតមកធម្មតាយើងអត់មានចាំជាតិអត់មានចាំអីទាំងអស់ហើយក៏គ្មានអ្នកណាគេដឹងថាអ្នកណាមកចាប់ជាតិកើតជាយើងដែរគេអត់ដឹងទេដោយសារតែហ្នឹងវាតូចអញ្ចឹងស្នាមដិតដាមការចងចាំអីហ្នឹងគឺវាអត់មានបញ្ចេញមកទេអញ្ចឹងអត់ដឹងទេតែសម្រាប់តែមនុស្សដែលស្លាប់ដោយកម្លាំងធំ
មនុស្សស្លាប់ដោយកម្លាំងធំភាគច្រើនដូចថាគ្រោះថ្នាក់ចរាចរណ៍ស្លាប់ក្នុងសមរភូមិសង្គ្រាមការធ្វើទរណកម្មនិយាយរួមគឺរន្ធត់គឺបានន័យថាមនុស្សហ្នឹងមុននឹងគាត់ស្លាប់ហ្នឹងគឺអារម្មណ៍របស់គាត់ហ្នឹងកំសួលអារម្មណ៍របស់គាត់ហ្នឹងវាឡើងខ្ពស់វារន្ធត់វាញាប់ញ័រឬក៏រំភើបភ័យខ្លាចអីហ្នឹងគឺចាត់ទុកជាកម្លាំងអារម្មណ៍វាឡើងខ្ពស់អញ្ចឹងកណាវាឡើងខ្ពស់ហើយអញ្ចឹងយើងអត់តនិយាយដល់ D ខ្ញុំសុំនិយាយត្រឹមនេះសិនហើយក៏ពេលវាឡើងខ្ពស់ទៅអារលកកំឈួលអារម្មណ៍ហ្នឹងវាធំតែកាលណាវាធំដល់ពេលដែលក្មេងវាកើតមកអញ្ចឹងអារលកហ្នឹងវាចូលទៅក្នុងក្មេងហ្នឹងវាចូលទៅខ្លាំងពេកវាចូលទៅវាថាវាបុកទៅខ្លាំងណាអញ្ចឹងធ្វើឲ្យក្មេងហ្នឹងវាសំបីតែ DNA ក៏វាជះឥទ្ធិពលទៅលើ DNA របស់ក្មេងហ្នឹងធ្វើឲ្យក្មេងហ្នឹងពេលខ្លះមានស្នាមដូចអ្នកស្លាប់អញ្ចឹងបានអ្នកស្លាប់ហ្នឹងគ្រោះថ្នាក់ចរាចរណ៍ក្មេងហ្នឹងកើតមកគ្រោះថ្នាក់ចរាចរណ៍ជាងឃើញស្នាមហ្មងឃើញស្នាមហ្នឹងដួលម៉ូតូឃើញស្នាមត្រូវក្របណាឬក៏បើគាត់ស្លាប់ដោយគាត់ចងកទៅក្មេងហ្នឹងពេលដែលគាត់ចាប់ជាតិទៅក្មេងហ្នឹងកើតមកមានស្នាមហ្មងអញ្ចឹងដោយសារតែកម្លាំងអារម្មណ៍មុនពេលដែលគាត់ដាច់ខ្យល់នេះវាឡើងខ្ពស់អាហ្នឹងកម្លាំងអារម្មណ៍ហ្នឹងអញ្ចឹងវាបុកចូលទៅក្នុង DNA របស់ក្មេងហ្នឹងរបស់ទារកហ្នឹងហើយធ្វើឲ្យវាប៉ះពាល់ដល់ DNA ធ្វើឲ្យប៉ះពាល់ដល់ DNA អញ្ចឹងធម្មតាសារជាតិចិញ្ចឹមក្នុងរាងកាយរបស់យើងមុននឹងវាទៅចិញ្ចឹមសរីរាង្គស្បែកអីរបស់យើងវាត្រូវឆ្លងកាត់ DNA ទិន្នន័យពី DNA ហ្នឹងវាអ្នកប្រាប់ថាត្រូវបញ្ជូនទៅណាសារជាតិចិញ្ចឹមហ្នឹងអញ្ចឹងប្រព័ន្ធដឹកនាំក្នុងខ្លួនរបស់យើងគឺវាស្ដាប់តាម DNA ហើយអានេះគឺវាជះឥទ្ធិពលទៅលើ DNA ហ្នឹងនៅពេលដែលមនុស្ស A ស្លាប់ដោយកម្លាំងអារម្មណ៍ធំអញ្ចឹងវាកំសួលរបស់វាចូលទៅអា B នេះអាអ្នកទទួលនេះណាបាទនៅពេលដែល FS ហ្នឹងវាធំវាចូលទៅ FR នេះអាអ្នកប្រេកង់ទទួលនេះអញ្ចឹងវាដិតដាមទិន្នន័យទៅក្នុង DNA របស់ក្មេងអញ្ចឹងក្មេងហ្នឹងនៅពេលដែលសារជាតិចិញ្ចឹមចាប់ដើមទៅចិញ្ចឹមរាងកាយក្មេងហ្នឹងវាត្រូវឆ្លងកាត់ DNA អញ្ចឹង DNA អ្នកបញ្ជាហើយ DNA វាមេរបស់វាគឺនេះ DNA មេរបស់វាគឺនេះអញ្ចឹងអានេះវាបង្កើតឲ្យ DNA ហ្នឹងមានគេហៅថា program វាអ្នកកំណត់ program ឲ្យ DNA នេះវាអ្នកកំណត់ program ឲ្យ DNA អញ្ចឹងនៅពេលដែល DNA ហ្នឹងនៅពេលដែលសារជាតិចិញ្ចឹមវាទៅចិញ្ចឹមរាងកាយវាធ្វើតាមការបញ្ជារបស់ DNA អញ្ចឹងវា3តង់អញ្ចឹងធ្វើឲ្យក្មេងហ្នឹងមានស្លាកស្នាមមានអីមានការចងចាំអីដូចមនុស្សដែលស្លាប់ហ្នឹងបាទដូចមនុស្សដែលស្លាប់ហ្នឹងសុំទោសលុតដូចក្រង់អញ្ចឹងយើងនិយាយអាលើនេះបានហើយនិយាយប៉ុណ្្នឹងបានហើយយើងនិយាយដល់ D យើងនឹងបញ្យល់ D ដោយសារមូលហេតុអីបានយើងត្រូវលើក D យកមកបញ្យល់ភាគច្រើនយើងចំណាំថាអ្នកចាប់ជាតិភាគច្រើនគឺតាក់ទងមួយគម្លាតតិចអ្នកខ្លះអាចស្ថិតក្នុងគ្រួសារតែមួយណាឬក៏បងប្អូនសាច់ញាតិជីដូនមួយឬក៏ជាអ្នកភូមិជាមួយគ្នាអ្នកស្រុកជាមួយគ្នាឬក៏មានទំនាក់ទំនងសាច់ញាតិអីជាមួយគ្នាអាហ្នឹងគេហៅថាគេនិយាយតាក់ទងមួយ distance គម្លាតរវាងបុគ្គលដែលបានស្លាប់ទៅហើយជាមួយនឹងទារកដែលត្រូវបុគ្គលនឹងមកចាប់ជាតិហ្នឹងតើវាគម្លាតហ្នឹងប្រមាណវាត្រូវជាបងប្អូនគ្នាត្រូវជាតាមកចាប់ជាតិនឹងចៅទៅជាអ្នកស្រុកអ្នកភូមិមួយគ្នាបាទសាច់ញាតិជីដូនមួយគ្នាអញ្ចឹងគឺវាតំណាងឲ្យ distance ហ្នឹងអញ្ចឹងភាគរយនៃការចាប់ជាតិដែលវាច្បាស់លាស់ណាគឺវាពាក់ព័ន្ធមួយគម្លាតនឹងដែរបាទភាគច្រើនយើងកម្រឃើញមនុស្សនៅឆ្ងាយគ្នាអត់ជាប់តាក់ទងគ្នាមកចាប់ជាតិមួយគ្នាណាភាគច្រើនគឺយើងឃើញតែមនុស្សក្បែរគ្នាហ្នឹងគេថាស្ថិតក្នុងគ្រួសារតែមួយឬក៏ពូជអម្បូរតែមួយសាច់ញាតិចិត្តខាងគ្នាអ្នកភូមិស្រុកមួយគ្នាអញ្ចឹងណាបាទអញ្ចឹងភ
ភាគច្រើនគឺអាហ្នឹងគឺវាច្បាស់ហ្មងអញ្ចឹងយើងដឹងថាអូក្មេងនេះត្រូវម្នាក់ដែលទៅស្លាប់អឺ2 ឆ្នាំ 3 ឆ្នាំមុនមកចាប់ជាតិណាអញ្ចឹងណាបាទគឺតើតើមក distance ហ្នឹងអញ្ចឹងអាហ្នឹងហើយគឺការចាប់ជាតិហើយក៏ដូចគ្នាជាមួយនឹងខ្មោចចូលផងដែរអញ្ចឹងទៅវីដេអូថ្ងៃក្រោយគឺខ្ញុំនឹងបញ្យល់បងប្អូនលំអិតតាក់ទងជាមួយនឹងខ្មោចចូលគឺវាស្រដៀងនឹងអាហ្នឹងដែរវាស្រដៀងមួយការចាប់ជាតិនឹងដែររោគខ្មោចចូលណាហើយខ្ញុំនិយាយនេះខ្ញុំមានបទពិសោធន៍ជួបជាក់ស្ដែងក្នុងជីវិតរឿងខ្មោចចូលមិនមែនខ្មោចចូលខ្ញុំទេតែធ្លាប់ចូលតារបស់ខ្ញុំចូលយាយរបស់ខ្ញុំចូលមីងខ្ញុំណាបាទខ្ញុំឃើញផ្ទាល់ភ្នែកគឺខ្ញុំឃើញ3នាក់គាត់ហ្នឹងគឺខ្ញុំឃើញផ្ទាល់ភ្នែកមករឿងខ្មោចចូលបាទហើយចាំខ្ញុំបញ្យល់ទៅវីដេអូថ្ងៃក្រោយខ្ញុំបញ្យល់លម្អិតថ្ងៃនេះខ្ញុំបញ្យល់បងប្អូនត្រួសតែរឿងការចាប់ជាតិនឹងសិនទេហើយការនិយាយរបស់ខ្ញុំរឿងពិបាកស្ដាប់តិចបងប្អូនដោយសារវាម៉ោង4ភ្លឺខ្ញុំអត់តន់បានដេករវល់ការងារអញ្ចឹងការនិយាយពេលខ្លះវាអត់បានព្រៀងទុកជាមុនអត់បានគេហៅស៊ាំទុកជាមុនណាបាទអត់បានស៊ាំទុកជាមុនអញ្ចឹងវារៀងពិបាកយល់ឬក៏ពិបាកស្ដាប់អីសូមមេត្តាអធិស្ឋានផងដែរប៉ុន្តែទៅថ្ងៃក្រោយខ្ញុំនឹងព្យាយាមរៀបចំឲ្យវាកាន់តែល្អទៅងាយស្រួលបងប្អូនយល់ព្រោះមេរៀនហ្នឹងទ្រឹស្ដីហ្នឹងវាជ្រៅហើយកណាយើងធ្វើការបញ្យល់ធ្វើការបកស្រាយដោយអត់មានការស៊ាំអត់មានការរៀបចំប្លង់ឲ្យបានទៅវារៀងវល់តិចអញ្ចឹងសង្ឃឹមថាបងប្អូននឹងយកយល់អធិស្ឋានប៉ុន្តែយើងមិនបោះបង់ទេទៅថ្ងៃក្រោយយើងនឹងនៅតែនិយាយពីរឿងនឹងដដែលតែព្រោះរូបមន្តតែប៉ុណ្្នឹងវាមិនមែនជារឿងងាយទេដោយ Albert Einstein ចាញ់រូបមន្តស្មើនឹង MC ការ៉េហ្នឹងក៏រូបមន្តប៉ុណ្្នឹងវាការបកស្រាយច្រើនបើមនុស្សយល់ហើយមកដល់ម៉ោងនេះក៏មានអ្នកខ្លះនៅមិនទាន់ដឹងថានឹងជាស្អីដែរអញ្ចឹងណាអញ្ចឹងអាហ្នឹងគឺដូចគ្នាយើងមិនមែនរូបមន្តប៉ុណ្្នឹងយើងបញ្យល់តែមកវីដេអូនឹងបញ្យល់តែអញ្ចឹងចប់ហើយថ្ងៃក្រោយយើងនៅតែលើកអានឹងមកនិយាយដដែលមានប្លង់មានអីត្រឹមត្រូវឲ្យបងប្អូនតលតែយល់មកបាទហើយរូបមន្តនេះការបញ្យល់អំពីបាតុភូតចាប់ជាតិក៏យើងយករូបមន្តនឹងមកនិយាយដែរការបញ្យល់អំពីបាតុភូតខ្មោចចូលព្រាយបិសាចចូលក៏យើងយករូបមន្តនឹងយកមកលើកយកមកសិក្សាដែរណាគឺវាដូចគ្នាទេគឺវាពាក់ព័ន្ធជាមួយនឹងនេះកម្លាំងអារម្មណ៍នេះរំជួលអារម្មណ៍នេះហើយអានេះប្រេកង់ដែលមានស្រាប់ក្នុងចក្រវាលដែលយើងនិយាយវីដេអូមុនតើតើទៅទស្សដីមនសិកាហ្នឹងអាហ្នឹងប្រេកង់ហ្នឹងអាប្រេកង់វាមានក្នុងចក្រវាលស្រាប់មនុស្សយើងម្នាក់គឺរស់រៀនមានជីវិតដែលយើងដឹងខ្លួនថាយើងមានជីវិតយើងជាអ្នកណាយើងឃើញអីក្នុងជីវិតហ្នឹងគឺដោយសារហ្នឹងដោយសារអាប្រេកង់ដែលវាប្រកបក្នុងចក្រវាលហ្នឹងយើងវាដូចជាវិទ្យុហើយអាប្រេកង់នេះគឺវាជះពីស្ថានីយ៍វិទ្យុវាប្រកបនៅក្នុងចក្រវាលហ្នឹងរាប់លានឆ្នាំមកហើយវានៅតែទៅហ្នឹងអញ្ចឹងគ្រាន់តែវិទ្យុមួយខូចកើតវិទ្យុថ្មីវិទ្យុមួយខូចកើតវិទ្យុថ្មីវាចាំចាប់រលកសញ្ញាហ្នឹងបាទអានេះរលកសញ្ញាដែលយើងទទួលទីរកកើតមកវាត្រូវតែបើក DNA ដើម្បីទទួលប្រេកង់នេះវាត្រូវចាប់យកប្រេកង់ណាដែរដូចថាគេហៅថានេះ distance វាថាក្បែរគ្នាបាទក្បែរគ្នាខ្លះត្រូវតាចាប់ជាតិនឹងចៅត្រូវអ៊ំចាប់ជាតិនឹងក្មួយបាទទៅជីដូនមួយមកចាប់ជាតិឬក៏ត្រូវពូមកចាប់ជាតិមីងមកចាប់ជាតិអីហ្នឹងឬក៏អ្នកភូមិផងបងជាមួយមកចាប់ជាតិហ្នឹងគឺវាពាក់ព័ន្ធមួយ distance ហ្នឹងកម្រិតបាទអញ្ចឹងសិក្សាទៅមួយកម្រិតអញ្ចឹងអានេះមានការបុកដកកូនចែកអីទៅដើម្បីយើងសិក្សាតើលទ្ធភាពដែលក្មេងហ្នឹងកើតមកអាចចាំជាតិច្បាស់កម្រិតណានេះស៊ីកាន់តែតូចនៅពេលដែលយើងធ្វើការបុកដកកូនចែកទេបើឃើញតម្លៃស៊ីកាន់តែតូចកាន់តែស្មើ0ណាបើថាគៀកមក0ណាគៀកមក0កាន់តែខិតមកដល់0គឺលទ្ធភាពដែលក្មេងនឹងចាំច្បាស់ហ្នឹងកាន់តែច្រើនភាគរយដែលក្មេងនឹងចាំជាតិបានច្បាស់ហ្នឹងកាន់តែច្រើនវាទៅតមកតម្លៃស៊ីនេះបាទអាហ្នឹងចឹងបាទអញ្ចឹងឥឡូវតាក់ទងមួយការចាប់ជាតិយើងនិយាយ
ប៉ុណ្ណឹងសិនបាទតែថ្ងៃក្រោយខ្ញុំនឹងតទៀតខ្ញុំអត់បោះបង់ទេបាទដោយសារខ្ញុំនិយាយថ្ងៃនេះគឺខ្ញុំអត់មានការព្រៀងទុកណាបងប្អូនហើយដឹងស្រាប់ខ្ញុំរវល់ការងារច្រើនតម៉ោង4ភ្លឺបានតែមិនចាប់ផ្ដើមនិយាយតាក់ទងមួយរឿងនេះឆ្លៀតនិយាយរឿងនេះប៉ុន្តែតែថ្ងៃក្រោយយើងលើកអានេះមកនិយាយតាក់ទងនឹងការចាប់ជាតិដដែលហើយតាក់ទងជាមួយនឹងការខ្មោចចូលផងដែរណាបាទសូមទោសដោយសារខាងក្រៅដូចជាមានបញ្ហាគឺឆ្កែខ្ញុំប្រុស